មានអ្នកបំរើយ៉ាងទៅអ្នកបំរើហ្នឹងគឺមើលកូនខ្ញុំអ្នកបំរើហ្នឹងធ្វើឲ្យកូនខ្ញុំជុំខ្ញុំខធាក់អ្នកបំរើមួយជើងខ្ញុំជិះម៉ូតូចិត្តនួលតែថាខ្ញុំពងជិះម៉ូតូសុកទៅឃើញឡាន500មួយបែកកង់អញ្ចឹងទៅហើយប៉ះខ្ញុំជាងស្រាប់ខ្ញុំឃើញអញ្ចឹងខ្ញុំក៏ទៅជួយប៉ះកង់ឡានគាត់តាមផ្លូវហើយពេលហ្នឹងខ្ញុំកំពុងដោះកង់ឡានគាត់ប៉ះអញ្ចឹងទៅហើយកូនកំមុំគាត់ស្អាតគាត់ឃើញខ្ញុំធ្វើការមកចត់អញ្ចឹងទៅគាត់ក៏ខ្ញុំអ្នកខ្ញុំអញ្ចឹងទៅហើយគាត់ក៏យកទឹកសុទ្ធឲ្យខ្ញុំមកដបអញ្ចឹងទៅពេលហ្នឹងខ្ញុំអៀនខ្លាំងដែរប៉ុន្តែដឹងធ្វើមិនដែរហើយបន្ទាប់ពីខ្ញុំប៉ះកង់ឡានគាត់ហើយអញ្ចឹងទៅពូហ្នឹងគាត់ឲ្យលុយខ្ញុំ$100ហើយពេលហ្នឹងខ្ញុំបដិសេធថាអត់យកទេហើយគាត់ជាប្រកែកថាយកទៅអូនយកទៅអូនទុកចាយទៅហើយវាខ្ញុំតាំងការងារប៉ុណ្ណឹងឲ្យលុយ100ចប់ហើយពូហ្នឹងក៏ញឹមហើយយកលុយទុកវិញហើយក៏គាត់ឲ្យកាតបុយសេបខ្ញុំមកហើយពេលហ្នឹងគាត់តាក់ទងមកខ្ញុំយូរតាក់ទងនិយាយទូរស័ព្ទមួយពូហ្នឹងហើយក៏គាត់តាក់ទងខ្ញុំឲ្យយកកូនកំមុំគាត់ហ្នឹងទៅប៉ុន្តែខ្ញុំប្រាប់គាត់ថាខ្ញុំក្រណាស់អត់មានលទ្ធភាពទេអត់មានលទ្ធភាពស្ដីទៅនឹងកូនពូទេហើយពូហ្នឹងក៏ថាអត់អីទេអូនឯងចិត្តស្មោះចឹងទៅចាំគាត់ឲ្យលុយ$100,000យកទៅស្ដីទៅនឹងកូនពូហើយពេលហ្នឹងខ្ញុំក៏ញឹមហើយក៏យកលុយគាត់ទៅស្ដីទៅនឹងកូនគាត់ការឲ្យផ្អើលទឹកផ្អើលដីចឹងទៅហើយខ្ញុំក៏ការបាន2ឆ្នាំក៏បានកូន3ហើយក៏នៅក្នុងផ្ទះវិឡាចឹងទៅមានអ្នកបំរើចឹងទៅអ្នកបំរើហ្នឹងក៏មើលកូនខ្ញុំអ្នកបំរើហ្នឹងធ្វើឲ្យកូនខ្ញុំជុំខ្ញុំក៏ធាក់អ្នកបំរើមួយជើងខ្ញុំជិះម៉ូតូចិត្តនួល